សួស្តីមិត្តៗទាំងអស់គ្នាខ្ញុំជាចុងភៅតូចនៅក្នុងផ្ទះបាយដ៏កក់ក្ដៅនេះថ្ងៃនេះខ្ញុំនឹងចម្អិនស៊ុបបន្លែដ៏ឆ្ងាញ់មួយដោយប្រើគ្រឿងផ្សំស្រស់ៗពីធម្មជាតិសួស្តីមិត្តៗទាំងអស់គ្នាខ្ញុំជាចុងភៅតូចនៅក្នុងផ្ទះបាយដ៏កក់ក្ដៅនេះថ្ងៃនេះខ្ញុំនឹងចម្អិនស៊ុបបន្លែដ៏ឆ្ងាញ់សូមមកចូលរួមជាមួយខ្ញុំ These vegetables smell wonderful. Perfect, just needs a bit more stirring. អូខេសួស្តីបងប្អូនទាំងអស់គ្នាអញ្ចឹងវីដេអូនេះគឺខ្ញុំចង់បញ្ជាក់អំពីការផលិតវីដេអូនិយាយខ្មែរឬក៏និយាយជាភាសាអង់គ្លេសអញ្ចឹងអ្វីដែលយើងត្រូវមានហ្នឹងគឺទីមួយគឺយើងត្រូវមាន Google Flow ឬក៏ Google Ultra បងប្អូនគឺដើម្បីផលិតវីដេអូជាភាសាខ្មែរវីដេអូឬក៏រូបភាពហើយសម្រាប់ Super Croc នេះគឺយើងប្រើប្រាស់ដើម្បីផលិតវីដេអូរូបភាពដូចគ្នាតែវាអត់និយាយជាភាសាខ្មែរទេបងប្អូនអូខេអញ្ចឹងបងប្អូនដែលចង់រៀនផលិតចង់ធ្វើគឺត្រូវមានពីរហ្នឹងទី3គឺត្រូវមាន ChatGPT ហ្នឹងធ្វើអីគេ ChatGPT គឺយើងទៅសេ prompt បងប្អូនទៅសេ prompt យកទៅផលិតរូបភាពឬក៏វីដេអូឥឡូវនេះឧទាហរណ៍ខ្ញុំយកផលិតរូបភាពនេះមួយបងប្អូនខ្ញុំផលិតរូបភាពមួយនៅលើ Super Croc បងប្អូនឥឡូវខ្ញុំចូលមកកាន់ Super Croc បែបនេះគឺយើងចុចកន្លែងរូបភាពបងប្អូនហើយទំហំបងប្អូនចង់បានទំហំបែបណាខ្ញុំយកទំហំធំឧទាហរណ៍ណាបងប្អូនអូខេអញ្ចឹងរូបភាពគឺបងប្អូនមាន4មាន8មាន12បងប្អូនយកអូតូក៏បានយក4ក៏បានឧទាហរណ៍ថាខ្ញុំចុចបែបនេះទៅបងប្អូនហើយខ្ញុំធ្វើការចុចផលិតជារូបភាពទំហំធំបែបនេះបងប្អូនអញ្ចឹងទំហំបងប្អូនចង់បានទំហំណាក៏បានដែរអាស្រ័យទៅលើបងប្អូនទាំងអស់គ្នាអញ្ចឹងណាអូខេអញ្ចឹងឧទាហរណ៍វាចេញរូបភាពមកបែបនេះអញ្ចឹងបងប្អូនពេញចិត្តរូបមួយណាអញ្ចឹងណាពេញចិត្តរូបមួយណាឧទាហរណ៍ថាឥឡូវគឺខ្ញុំពេញចិត្តរូបភាពមួយនេះបងប្អូននេះអញ្ចឹងដើម្បីផលិតជាវីដេអូបានខ្ញុំយកព្រមនឹងដដែលបងប្អូននេះព្រមនឹងដដែលមកអូខេ ព្រមនឹងដដែលមកដើម្បីផលិតជារូបភាពផលិតជាវីដេអូបងប្អូនចុចកន្លែងវីដេអូនេះមកបងប្អូននេះចុចកន្លែងវីដេអូនេះមកអូខេចុចកន្លែងវីដេអូនេះមកហើយចុចយកប៉ុន្មានសេកិនបងប្អូនយក10សេកិនឬយក6សេកិនអញ្ចឹងទៅឥឡូវខ្ញុំដាក់10សេកិនក៏បានខ្ញុំដាក់10សេកិនក៏បាន6ខ្ញុំដាក់10សេកិនទៅបងប្អូនហើយទំហំយក400ក៏បាន700ក៏បានអានេះខ្ញុំធ្វើតេស្តទេខ្ញុំយកតែប៉ុណ្្នឹងទេបងប្អូនអូខេអញ្ចឹងកន្លែងនេះគឺមិនមែនជាមេរៀនទេបងប្អូនអានេះខ្ញុំប្រាប់បងប្អូនថាវាធ្វើអីបានខ្លះអញ្ចឹងទៅវីដេអូមុនក៏ខ្ញុំអាសាចេញដែរបងប្អូនអញ្ចឹងណាអូខេអានេះគឺគេហៅ style ថា style កន្លែងនេះគឺជា hand painting style បងប្អូន hand painting style ហើយ style ទី2គឺខ្ញុំយក style លក្ខណៈកន្លែង style Ghibli Studio បងប្អូនកន្លែងនេះគឺ Ghibli Studio style អញ្ចឹងខ្ញុំធ្វើការផលិតវីដេអូទី2អានេះគឺជាវីដេអូទី1វាដើររួចរាល់បងប្អូននេះអូខេ These vegetables smell wonderful. វីដេអូទី1អូខេអញ្ចឹងបើសិនជាខ្ញុំចង់ផលិតវីដេអូទី2ខ្ញុំតម្លាក់នឹងចោលមកគឺខ្ញុំចុចកន្លែងរូបភាពនេះឥឡូវខ្ញុំ save វាទុកមួយសិនបងប្អូនកុំឲ្យបាត់ These vegetables smell អូខេ wonderful. ឥឡូវខ្ញុំ save ហើយខ្ញុំចុចវីដេអូទី2ទី1គឺយើងត្រូវផលិតជារូបភាពសិនបងប្អូនផលិតរូបភាពហើយបែបនេះគឺយើងទៅយក prompt វីដេអូមកបងប្អូននេះគឺជា prompt វីដេអូអានេះគឺខ្ញុំផលិតនៅលើ Super Croc បងប្អូនតែគុណភាពវាក៏អូខេបងប្អូនគុណភាពបងប្អូនមើលនេះឃើញទេ These vegetables smell wonderful. គុណភាពវាអែមបងប្អូនអញ្ចឹងបងប្អូនដែលរៀនផលិតរៀនអីហ្នឹងគឺត្រូវមានកម្មវិធី2ហ្នឹងបើសិនជាបងប្អូនស្គាល់កម្មវិធីផ្សេងបងប្អូនប្រើតែប៉ុន្តែខ្ញុំប្រើតែ2ហ្នឹងទេបងប្អូនអានេះគឺជា style Ghibli style បងប្អូនអញ្ចឹងខ្ញុំមើលបងប្អូនពេញចិត្តរូបមួយណាបងប្អូនយករូបមួយហ្នឹងមកធ្វើជាវីដេអូមកបងប្អូនអញ្ចឹងណាអូខេឥឡូវខ្ញុំពេញចិត្តរូបនេះទៅចុះបងប្អូនខ្ញុំពេញចិត្តរូបនេះឬក៏រូបនេះខ្ញុំមើលសិនអូខេខ្ញុំយករូបនេះចុះអញ្ចឹងយើងយក prompt វីដេអូមកបងប្អូនយក prompt វីដេអូមកអូខេយើងយក prompt វីដេអូមកដាក់ជាវីដេអូបែបនេះទៅបងប្អូននេះហើយមាន style មួយទៀតគឺជា style Yukiyo style បងប្អូន Yukiyo style នេះគឺជា style បែបជប៉ុនបងប្អូនអូខេឥឡូវយើងរងចាំឲ្យវាដើរចប់សិនចាំយើងធ្វើការផលិតមួយទៀតឬក៏យើងតម្លាក់វាមកបែបនេះក៏បានបងប្អូនយើងតម្លាក់វាមកបែបនេះគឺវានៅហ្នឹងហើយបងប្អូនឥឡូវយើងដាក់ style មួយទៀតសិនមកអូខេបន្ទាប់មកគឺយើងចូលទៅយកវីដេអូបងប្អូនយកវីដេអូមកអូខេ
អញ្ចឹងយើងមើលវីដេអូនេះជិតរួចហើយបងប្អូនឥឡូវវាដើររួចបងប្អូនមើល style ឥឡូវខ្ញុំ download ទុកចាំប្រៀបធៀបនៅពេលដែលរួចរាល់ខ្ញុំយកវាមកប្រៀបធៀប This soup is style coming along nicely. អូខេ Just a few more fresh ingredients. The sun អូខេអានេះខ្ញុំគ្រាន់តែបង្ហាញជាលក្ខណៈ style មួយទេឥឡូវនេះគឺ style យកគេយកនៅខាងនេះបងប្អូនយើងមើលទៅយើងគួរយកមួយណាអញ្ចឹងទៅមើលទាំងអស់នេះអូខេឥឡូវខ្ញុំពេញចិត្ត style មួយនេះបងប្អូនពេញចិត្ត style មួយហ្នឹងខ្ញុំចុចជាវីដេអូទៅបងប្អូនកន្លែងនេះគឺ Yukiyo style បងប្អូនអញ្ចឹងណាអូខេអញ្ចឹងបន្ទាប់ពី3នឹងដើររួចរាល់ខ្ញុំនឹងបើកប្រៀបធៀបឲ្យបងប្អូនមើល style មួយណាវាបែបណា style មួយណាបែបណាអញ្ចឹងទៅបងប្អូនអញ្ចឹងណា This អានេះគឺ soup style អានេះខ្ញុំធ្វើហើយគឺខ្ញុំតែងតែ Hmm. តខ្ញុំអត់សូវទុកទេបងប្អូនឥឡូវខ្ញុំ save មួយសិនអូខេ save ខ្ញុំធ្វើការលុបចោលអាទី2នេះគឺខ្ញុំធ្វើការ save ខ្ញុំចូលទៅមើលសិនបងប្អូន save ហើយនៅនេះអូខេហើយអញ្ចឹងខ្ញុំលុបវាចោលអូខេអានេះគឺ style Yokiyo បងប្អូនអានេះយើង download វាទុកសិនអូខេអូខេនេះគឺជារបៀបផលិតវីដេអូនៅលើ Super Croc បងប្អូនលើវីដេអូឬក៏ជារូបភាពនៅលើ Super Croc អញ្ចឹងខ្ញុំយកមកប្រៀបធៀបឲ្យបងប្អូនមើលសិនទី1នេះគឺជា style ដែលខ្ញុំផលិតនៅលើ Super Croc គឺជា style អឺ hand painting style បងប្អូនកន្លែងនេះវីដេអូ style រូបភាពបែបនេះបងប្អូនអានេះរូបភាព style បែបនេះហើយមួយទៀតកន្លែងនេះគេហៅថា Ghibli Studio style បងប្អូន style វីដេអូរូបភាពចេញមកប្រភេទបែបហ្នឹងណាហើយកន្លែងរូបភាពវីដេអូនេះគឺជា Yukiyo style បងប្អូន style បែបជប៉ុនកន្លែងនេះអញ្ចឹងទៅបងប្អូនឃើញទេអូខេអញ្ចឹងសម្រាប់បងប្អូនដែលចង់រៀនផលិតវីដេអូរៀនអីគឺបងប្អូនត្រូវមានអាហ្នឹងមានអា Super Croc ហ្នឹងបងប្អូនគឺផលិតបានល្អមែនទែនបងប្អូន Super Croc ណាអូខេអញ្ចឹងមួយទៀតគឺយើងចូលទៅកាន់ Google Ultra ម្ដងបងប្អូន Google Ultra គឺវាអាចនិយាយខ្មែរបានអញ្ចឹងខ្ញុំមានរូបភាពស្រាប់ខ្ញុំគ្រាន់តែចូលទៅយករូបភាពហ្នឹងមកគឺខ្ញុំធ្វើបានហើយអញ្ចឹងខ្ញុំចង់ឲ្យវានិយាយខ្មែរអូខេអញ្ចឹងខ្ញុំចូលទៅយករូបភាពមិញដដែលមកហើយខ្ញុំដាក់បែបនេះបងប្អូនខ្ញុំដាក់ឲ្យរូបភាពទី1ចង់ឲ្យវានិយាយអីគេរូបភាពទី1អូខេអូខេអញ្ចឹងគ្រាន់តែយើងដាក់បែបនេះទៅវានឹងចេញ script ថ្មីមួយទៀតឲ្យយើងឲ្យឆ្កែហ្នឹងនិយាយជាភាសាខ្មែរអញ្ចឹងទៅបងប្អូននេះអូខេឥឡូវយើង copy ទៅយើង copy អក្សរហ្នឹងទៅបងប្អូននេះ copy អីចាយើង copy អក្សរហ្នឹងទៅអូខេអញ្ចឹងយើងចូលមកកាន់ Google Ultra យើងវិញ Google Ultra យើងគឺយើងចូលទៅយករូបភាពមិញមកបងប្អូនរូបភាពអូខេយើងមិនបាច់ផលិតទៀតទេយើងយករូបភាពមកព្រោះហ្នឹងគឺយើងអាចផលិតលើហ្នឹងបានដូចគ្នាបងប្អូនអូខេឥឡូវបន្ទាប់ពីវាដើររួចរាល់ខ្ញុំយកមកធ្វើនៅលើហ្នឹងក៏បានខ្ញុំចង់ផលិតថ្មីក៏បានដែរបងប្អូនអត់អីទេប៉ុន្តែអ្វីដែលខ្ញុំចង់បញ្ជាក់ហ្នឹងគឺចង់និយាយថាអានេះគឺវាអាចនិយាយជាភាសាខ្មែរបានអញ្ចឹងទៅអញ្ចឹងនៅពេលដែលយើងចុចរូបភាពមកបងប្អូនមើលទំហំបងប្អូនចង់បានទំហំមួយណាខ្ញុំដាក់ទំហំធំហើយបងប្អូនយកវីដេអូកន្លែង ingredient ហើយបងប្អូនចង់យកប៉ុន្មាននាទី10នាទីបងប្អូនដាក់10នេះ10វិនាទីហ្នឹងមក10វិនាទីគឺវាស៊ី15 credit បងប្អូនកន្លែងនេះហើយបើយើងផលិតនៅលើនេះ lead lower priority ហ្នឹងគឺយើងផលិតអត់មានដែនកំណត់ទេគឺអត់មានកាត់ credit ទេចង់មួយថ្ងៃប៉ុន្មាន100វីដេអូក៏បានដែរបងប្អូនអូខេឥឡូវយើងធ្វើការចុចទៅបងប្អូនយើងធ្វើការដាក់ prompt ចូលហើយយើងចុចទៅបែបនេះបងប្អូនហើយអាហ្នឹងបើសិនជាយើងអត់ប្រើបើយើងនៅខ្មែរយើងត្រូវប្រើ VPN បើអត់ប្រើ VPN ទេគឺវាដើរយឺតបងប្អូនគឺវាដើរយឺតកន្លែងនេះអូខេឥឡូវខ្ញុំដាក់ VPN វាចូលមួយសិនមិញខ្ញុំភ្លេចដាក់ VPN ឥឡូវក៏វាដើរដែរបងប្អូនដើរប៉ុន្តែខ្ញុំត្រូវដាក់ VPN ដើម្បីឲ្យវាដើរកុំឲ្យដើរតាក់បងប្អូននៅពេលដែលយើងដាក់ VPN ទៅគឺវាដើរ smooth ល្អបងប្អូន
អូខេបងប្អូនបន្ទាប់ពីយើងដាក់ VPN រួចរាល់គឺវាដើរចូលទៅនេះគឺយើង connect ប្រទេសយើងយកប្រទេសArgentina បងប្អូនយើងយក Argentina នេះអូខេគឺយើងយកប្រទេស Argentina បែបនេះអូខេឥឡូវគឺវាដើរហើយបងប្អូនតម្លាក់ចោលទៅគឺកន្លែងនេះគឺបើសិនជាយើងអត់ប្រើ VPN ទេគឺវាដើររៀងយឺតតិចបងប្អូនឥឡូវគឺយើងអូខេនេះ ឃើញទេបងប្អូននេះឥឡូវបងប្អូនចាំស្ដាប់មើលតើវានិយាយបែបម៉េចចឹងណា សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងស្លរំហូបដ៏ឆ្ងាញ់សម្រាប់អ្នកនេះបន្លែស្រស់ៗទាំងនេះមានជីវជាតិច្រើនណាស់ អូខេបងប្អូនទាំងអស់គ្នាអញ្ចឹងបើសិនជាវានិយាយខុសបងប្អូនមើលកន្លែងនេះបងប្អូនអាចកែជាភាសាខ្មែរនឹងចេញកន្លែងនេះអញ្ចឹងណាបងប្អូនអូខេបងប្អូនត្រូវកែជាភាសាខ្មែរនឹងចេញកន្លែងហ្នឹងណាអូខេអញ្ចឹងមួយទៀតយើងប្រើនៅលើ Google Astra ហ្នឹងណាយើងចូលទៅយករូបមួយទៀតមករូបផ្សេងអូខេមិញយើងរូបហើយឥឡូវមិញយើងយករូបនេះទី2យើងយករូបនេះម្ដងដាក់រូបហ្នឹងហើយយើងចូលមកកាន់Chat GPT ដដែលដាក់ឲ្យវានិយាយជាភាសាខ្មែរដែរ style ទី2បងប្អូននេះគឺ style ទី2អញ្ចឹងអ្វីដែលយើងត្រូវទៅសេគឺទៅសេបែបហ្នឹងដូចគ្នាបងប្អូនប៉ុន្តែអានេះមិនមែនជាមេរៀនទេខ្ញុំគ្រាន់តែបង្ហាញសិនអញ្ចឹងខ្ញុំអត់បានប្រាប់បងប្អូនពីរបៀបលបថាធ្វើយ៉ាងម៉េចទេអានេះខ្ញុំគ្រាន់តែបង្ហាញពីគុណសម្បត្តិរបស់វាថានៅពេលដែលបងប្អូនរៀនផលិតវីដេអូបងប្អូនត្រូវមានអីខ្លះបងប្អូនត្រូវមានទី1 Chat GPT ហ្នឹងឯងទៅសេ prompt ទៅសេអីទៅទី2យើងប្រើអីគេប្រើ Super Grok គឺផលិតវីដេអូ Super Grok នេះគឺយើងផលិតវីដេអូចែកបែបនេះបងប្អូន Super Grok ណាហើយបើសិនជាយើងចង់និយាយខ្មែរបងប្អូនប្រើនៅលើGoogle Ultra បងប្អូនយើងប្រើ Google Ultra បែបនេះគឺវានិយាយជាភាសាខ្មែរអញ្ចឹងបងប្អូនគ្រាន់តែចុចបែបហ្នឹងមកវាទៅសេChat GPT ហ្នឹងគឺវាទៅសេ prompt មកយើងបងប្អូននេះ Chat GPT ទៅសេ prompt មកយើងហើយយើងយក prompt ហ្នឹងមកអូខេអញ្ចឹងនៅពេលដែលយើងយក prompt ហ្នឹងមកយើងយកមកដាក់នៅក្នុង Google Ultra បែបនេះបងប្អូនពិនិត្យមើលភាសាខ្មែរនេះពិនិត្យមើលបើកន្លែងណាមិនតំណងទេបងប្អូនអាចដូរកែច្នៃខ្លួនឯងបានហើយទំហំបងប្អូនយកមួយណាក៏បានដែរអញ្ចឹងអូខេខ្ញុំចុចទៅបាន2វីដេអូហើយអូខេអញ្ចឹង Super Grok ក៏ដូចគ្នាបងប្អូនឥឡូវខ្ញុំ refresh វាចោលមួយសិនបងប្អូនឲ្យវាទៅបាត់អូខេទី2ខ្ញុំនឹងដាក់វីដេអូលក្ខណៈ relaxing ធ្វើតេស្តកម្រិតរបស់វាបានប៉ុណ្ណាឲ្យបងប្អូនមើលទាំងអស់គ្នាអូខេឥឡូវនេះបងប្អូនមើលវីដេអូនេះវាកំពុងតែដើរអញ្ចឹងខ្ញុំចូលមកកាន់Chat GPT ដដែលកន្លែងនេះគឺជា relaxing music បងប្អូនគឺទី1គឺយើងត្រូវបង្កើតជារូបភាពយើងចូលមកកាន់Super Grok ដដែលគឺយើងយកទំហំប៉ុណ្ណឹងដដែលបងប្អូនដាក់ទៅគឺយើងបង្កើតជារូបភាពបែបនេះបងប្អូនគឺយើងបង្កើតជារូបភាពបែបនេះបន្ទាប់ពីបានរូបភាពចេញមកគឺយើងយកវីដេអូ prompt នេះយកទៅដាក់បងប្អូនគឺជាវីដេអូ prompt បងប្អូនអូខេនេះបងប្អូនអូខេបងប្អូនមើលរូបទាំងអស់ហ្នឹងបងប្អូនពេញចិត្តមួយណាអញ្ចឹងទៅពេញចិត្តមួយណាបងប្អូនចុចនៅលើរូបភាពហ្នឹងមកបងប្អូនចុចជាវីដេអូហើយដាក់ទៅបងប្អូនដាក់ទៅអូខេបែបនេះហើយមួយទៀតយើងចូលទៅយកទី1ទី2គឺយើងទៅផលិតនៅលើfloor ម្ដងអូខេអាហ្នឹងបាច់ទាន់ស្ដាប់ទុកសិនបងប្អូនឥឡូវយើងចូលមកកាន់ floor គឺយើងផលិតជារូបភាពសិនផលិតរូបភាពធ្វើម៉េចនៅលើ floor ចូលមកកាន់កន្លែងហ្នឹងបងប្អូនចូលមកកាន់រូបភាពបែបនេះបងប្អូនយក Banana Pro បងប្អូន Banana Pro យក lead ក៏បានវាមាន2បងប្អូនយក lead ហ្មងទៅក៏បាន Pro ក៏បានយក Pro មកដាក់ផលិតរូបភាពបែបនេះហើយបងប្អូនយកប៉ុន្មានរូបបងប្អូនយក1យក2ខ្ញុំចុច2ទំហំមកខ្ញុំយកអាធំបែបនេះអូខេបែបនេះទៅហើយយើងចូលទៅយកវីដេអូ prompt នេះមកឥឡូវយើងចាំមើលគុណភាពវាទាំងអស់គ្នាឥឡូវនេះគឺជាគុណភាពរបស់ Super Grok បងប្អូននេះបែបនេះហើយវីដេអូបងប្អូននេះឃើញទេបងប្អូននេះអូខេអានេះលក្ខណៈ relaxing ប៉ុន្តែយើងអត់បានកែច្នៃវាឲ្យស្អាតរបៀបម៉េចខ្ញុំគ្រាន់តែបង្ហាញបងប្អូនថាវាប្រើបែបម៉េចអីបែបម៉េចគុណប្រយោជន៍វាបែបម៉េចអីចឹងទៅបងប្អូនអូខេឥឡូវនេះបងប្អូនចូលមកមើល Google Ultra ថាមួយណាល្អជាងមួយណាធម្មជាតិជាងបងប្អូនឃើញទេនេះ Google Ultra នេះ Google Ultra បងប្អូនអូខេហើយនេះគឺជា Super Grok បងប្អូនឃើញទេនេះ Super Grok អូខេអញ្ចឹងបើសិនជាយើងចង់ឲ្យGoogle Ultra ដែលយើងផលិតជាវីដេអូមិញចង់ឲ្យវាផលិតជារូបភាពមិញចង់ឲ្យវាคล้ายជាវីដេអូហើយយើងចុចលើវាមកហើយច្រឡំចុចលើវាបងប្អូនយើងចុចនៅលើកន្លែងនេះសញ្ញាចុច3នេះចង់ឲ្យคล้ายជាវីដេអូហើយ add to prompt បែបនេះបងប្អូនហើយដូរកន្លែងនេះមកជាវីដេអូវិញវីដេអូ ingredient អូខេអញ្ចឹងរូបភាពឬក៏វីដេអូដែលយើងចង់បានតែវីដេអូមួយទេអញ្ចឹងយើងដាក់ prompt នេះចូលទៅដាក់ prompt នឹងចូលទៅឲ្យវាបង្កើតជាវីដេអូវិញបងប្អូនមិញជារូបភាព
យើងបង្កើតជាវីដេអូឥឡូវអាហ្នឹងរួចរាល់ហើយបងប្អូនចូលមកស្ដាប់កន្លែងភាសាឆ្កែនិយាយវិញ សួស្តីមិត្តៗទាំងអស់គ្នាខ្ញុំជាចុងភៅតូចនៅក្នុងផ្ទះបាយដ៏កក់ក្ដៅនេះថ្ងៃនេះខ្ញុំនឹងចម្អិនស៊ុបបន្លែដ៏ឆ្ងាញ់មួយដោយប្រើគ្រឿងផ្សំស្រស់ៗពីធម្មជាតិ អូខេបងប្អូនឃើញទេគឺវានិយាយភាសាខ្មែរបានដូចខ្ញុំបញ្ជាក់អញ្ចឹងបើសិនជាចង់ឲ្យនិយាយភាសាខ្មែរប្រើស៊ុបអក្រក់ចង់ឲ្យនិយាយភាសាអង់គ្លេសប្រើឲ្យច្រឡំចង់ឲ្យនិយាយភាសាខ្មែរគឺយើងប្រើ Google Astra នេះបងប្អូនភាសាខ្មែរហើយចង់ឲ្យវានិយាយភាសាអង់គ្លេសបងប្អូនប្រើស៊ុបអក្រក់នេះបងប្អូននេះអូខេហើយខ្ញុំនឹងធ្វើការលុបវាចោលព្រោះខ្ញុំតែធ្វើឲ្យគឺទម្លាប់ដៃខ្ញុំអត់ទុកទេបងប្អូនលុបវាចោលហើយ refresh ទៅគឺវាទៅអស់ហើយបងប្អូនបែបនេះអូខេ ទុកទេបងប្អូនអូខេនៅក្នុងនេះក៏ដូចគ្នាធ្វើឲ្យខ្ញុំនឹងលុបចោលទាំងអស់ប៉ុន្តែឥឡូវចាំឲ្យវាដើរចប់សិនបងប្អូនអឺវីដេអូនេះគឺមិនមែនជាមេរៀនទេបងប្អូនបើសិនជាមេរៀនគឺខ្ញុំប្រាប់បងប្អូនតាមលំដាប់តាមលំដោយឥឡូវបងប្អូនមើលឃើញទេឃើញវីដេអូស្អាតទេបងប្អូននេះឃើញទេនេះបងប្អូនឃើញទេអូខេអែមមែនតើបងប្អូនអញ្ចឹងអាហ្នឹងអាស្រ័យលើបងប្អូនទេចង់បានមួយណាក៏បងប្អូនធ្វើមួយហ្នឹងទៅឥឡូវខ្ញុំធ្វើការ save វាមួយសិនបងប្អូន save ជាវីដេអូវាអាចទៅដល់ 4K បងប្អូនបើសិនជាយើង save ដល់8អានេះអត់ស៊ី credit អានេះអត់ស៊ី credit អានេះអត់ស៊ី credit ទេបើយើង save 4K គឺវាស៊ី50 credit បងប្អូនធ្វើការ save មកយើងធ្វើការ save អូខេហើយមួយទៀតយើងធ្វើការ save វាមកដែរមកអូខេអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេសម្រាប់បងប្អូនចង់រៀនផលិតវីដេអូ AI គឺត្រូវតែមាន3នឹងមួយណាក៏បានដែរអូច្រឡំ3នឹងត្រូវតែមានពួកទាំងអស់ហ្នឹងបងប្អូនត្រូវមានទី1សំខាន់បំផុតគឺ ChatGPT ហើយបងប្អូនចង់បានភាសាខ្មែរប្រើ Floor ទៅចង់បានភាសាអង់គ្លេសប្រើ Grok ទៅបងប្អូនអញ្ចឹងពីរហ្នឹងបងប្អូនជ្រើសមួយណាក៏បានដែរអាស្រ័យលើបងប្អូនចង់បានអញ្ចឹងណាអូខេអរគុណច្រើនបងប្អូនទាំងអស់គ្នាកុំភ្លេចជួយ like ជួយ share វីដេអូផង